ខ្ញុំនិយាយហើយថាចាស់សុជីគឺជាអ្នកលក់ត្រីនោះទេនាងមិននឹងអាចធ្វើការងារនៅទីនេះទៅតាមពិតទៅនាងមកធ្វើការនៅទីនេះបានគឺដោយសារតែមានមនុស្សប្រុសជួយតាខ្ញុំចេះតែឆ្ងល់ថាមានក្លិនស្អុយមកពីណាតាមពិតមានមនុស្សមាត់ស្អុយនៅទីនេះតានាងអាយ៉ានរណាជាអ្នកធ្វើមិនចេះធ្វើការដែរអត់នាងគឺជាអ្នកតន់តែហ៊ានតមាត់ខ្ញុំទៀតខ្ញុំនឹងកាប់ប្រាក់ខែមិញអីនាងនៅលីពណ៌គេទៀតនាងនឹងជាស្អីអីហ៊ានលុកដៃជួយផងបានអត់កាត់ប្រាក់ខែក៏បានដែរតែនាងនឹងមិនម្នាក់ហ្នឹងត្រូវបោះសម្អាតអាគារទាំងមូលបើមិនបោះសម្អាតនោះទេខ្ញុំនឹងកាត់ប្រាក់ខែនាងបោះក៏បោះអីទីបំផុតបោះរួចហើយអរគុណឯងហើយដែលជួយបោះសម្អាតខ្ញុំមកផឹកទៅមិនយកកែវនឹងផឹកអូនេះគេហៅថាកែវពងទាកូនកែវពងទាកូនមិនដែលលឺនៅទេអ្នកមីងជប់ប្រើទៅចាំខ្ញុំជួយអ្នកមីងមួយកែវនេះក៏អាចរក្សាកម្ដៅបានអរគុណឯងហើយមិនដូចជាបងប្រុសទាំងពីរដែលគ្មានប្រយោជន៍របស់ខ្ញុំទេនៅមានបងប្រុសទាំងពីរដែលត្រូវមើលថែទៀតពិតជាគួរអាណិតណាស់បងស្រីពួកយើងគឺមិនខុសគ្នាប៉ុន្មាននោះទេនេះខ្ញុំជូនបងស្រីកុំទៅខ្វល់ពីបងប្រុសនោះពេកយើងត្រូវចេះស្រឡាញ់ខ្លួនឯងវិញយប់នេះក្រុមហ៊ុននឹងរៀបចំកម្មវិធីសមោធរហើយម្ចាស់ភាគហ៊ុនធំក៏នឹងចេញមកដែរហើយនរណាចង់ចូលរួមកម្មវិធីនេះខ្លះនៅទីនេះខ្ញុំមានតំណែងធំជាងគេចាំខ្ញុំតំណាងអ្នកទាំងអស់គ្នាទៅអូជប់សិនម្ចាស់ភាគហ៊ុនធំនិយាយថាឲ្យចាស់សាជីដែលជាបុគ្គលិកល្អជាងគេនៅក្នុងហ៊ុនចូលរួមកម្មវិធីហ្នឹងសាជីមិនមែនខ្ញុំមិនអត់ឱកាសឯងនោះទេឥឡូវខ្ញុំផ្ដល់ឱកាសឯងទៅជួបជាមួយនឹងម្ចាស់ភាគហ៊ុនធំឯងយកកាអានេះទៅបដូរទៅកាអានេះអីក៏វាមិនតើខ្ញុំទៅជួបម្ចាស់ភាគហ៊ុនយ៉ាងម៉េចទៅឯងស្លៀកពាក់បែបហ្នឹងទៅបើមិនអញ្ចឹងទេឯងនៅក្នុងបន្ទប់ទឹកងាយរហូតទៅហ៎លោកប្រធានលេនិងលោកប្រធានហើយខ្ញុំលើថាចាស់សាជីបានស្លៀកពាក់មិនសមរម្យមកជួបម្ចាស់ភាគហ៊ុនធំប្រហែលជានាងចង់តាក់ទាញម្ចាស់ភាគហ៊ុនធំហីនរណាជាអ្នកនិយាយវ៉ាសាជីអីក៏ស្អាតមែនហើយស្អាតណាស់សុំទោសផងឲ្យនាងខកបំណងហីអីយ៉ាសាជីនាងតែងខ្លួនស្អាតអញ្ចឹងដើម្បីតាក់ទាញម្ចាស់ភាគហ៊ុនទេដឹងមិនចាំបាច់តាក់ទាញចិត្តខ្ញុំទេព្រោះខ្ញុំបានចូលចិត្តនាងបាត់ទៅហើយជាអ្នកសម្អាតសងស្លៀកពាក់ស្អាតបាត់ដើម្បីមកចូលរួមកម្មវិធីនាងមានមុខមាត់អីមកចូលរួមកម្មវិធីនេះនាងមិនស្អាតអីថាម្ចាស់ភាគហ៊ុនធំម្ចាស់ភាគហ៊ុនធំអ្នកស្រីវិធានបើសិនមកខ្ញុំមិនសម្ដែងជាអ្នកសម្អាតនោះទេមើលទៅខ្ញុំមិនដែលដឹងថាមានមនុស្សដូចជានាងនោះទេមនុស្សដូចជានាងបើមិនប្រឹងប្រែងធ្វើការងារអីទេគិតតែបំផ្លាញជានេះអ្នកដទៃចាប់ពីថ្ងៃនេះទៅបន្ទប់ទៅទាំងអស់គឺនាងជាអ្នកបោះសម្អាតបើសម្អាតមិនស្អាតនោះទេខ្ញុំនឹងកាត់ប្រាក់ខែនាងមិនអាចជួយធ្វើការនោះទេបើនាងហ៊ានបងស្រីខ្ញុំណែនាំបន្តិចនេះគឺជាមិត្តសិស្សរបស់ខ្ញុំនេះមិនដល់វាប្រូបណាសុជីបងប្រុសទាំងពីររបស់ខ្ញុំមិនខ្វល់ថាឯងនឹងរើសមួយណានោះទេខ្ញុំបានត្រៀមកាដូជូនឯងហើយសុជីមកបានយករបស់ឯងចូលចិត្តមកឯងហាត់មើលឆ្ងាញ់ណាស់ខ្ញុំគ្មានមកដូចជាអ្នកស្រីទេអេមើលណោះពិតជាកូនអកតញ្ញូមែនហើយកូនអកតញ្ញូសុជីមិនកាន់ចឹងនេះមិននៅជាមនុស្សចឹងទេនៅក្នុងការភ្នែករបស់ម៉ាក់ខ្ញុំគ្រាន់តែជាក្មេងដែលអត់ប្រយោជន៍បើធៀបជាមួយនឹងប្អូនប្រុសភ្លោះរបស់ខ្ញុំនរណាឯងញ៉ាំរបស់ទាំងហ្នឹងថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់ប្អូនប្រុសឯងប៉ុន្តែវាក៏ជាថ្ងៃខួបកំណើតរបស់ខ្ញុំដែរពេលលើកណាខ្ញុំក៏មិនដែលបានព្រមដែរលោកក៏ដោយសារតែឯងជាបងស្រីឲ្យប្អូនប្រុសវាគឺជារឿងធម្មតាមិនឯងនឹកគិតស្អីទៀតសុជីខាងស្អែកគឺថ្ងៃខួបកំណើតរបស់នាងមែនលោកប្រធានទាំងពីរនៅថ្ងៃខាងស្អែកពួកយើងមានប្រជុំមួយនៅក្រៅប្រទេសសុជីចាំដល់ពេលដែលពួកយើងត្រឡប់មកវិញពួកយើងរៀបចំកម្មវិធីខួបកំណើតនេះនាងត្រូវអត់បងប្រុស